បាទបងប្អូនជាដំបូងគឺយើងកាត់ក្តារដែលយើងយកមកធ្វើហ្នឹងឲ្យរួចរាល់ទៅតាមຂະຫນាត់ដែលយើងចង់បានហ្នឹងមកយើងអាចប្រើជាមួយនឹងប្រភេទក្តារ PVC ដើម្បីធានាបាននៅការប្រើប្រាស់បានយូរដោយសារតែវាអាចនឹងត្រូវទឹកខូចបើយើងប្រើ MC ឬក៏ plywood ណាបាទអញ្ចឹងខ្ញុំ recommend ឲ្យប្រើជាមួយនឹងប្រភេទជ័រ PVC វិញអញ្ចឹងនៅពេលដែលយើងកាត់រួចរាល់យកមកដំឡើងគឺយើងប្រើជាមួយនឹងកាវបិទធ្នេរមុខទល់គ្នានឹងឲ្យស្អាតមកបាទហើយដូចការដែលយើងបិទមេពីលើនេះក៏ដូចគ្នាយើងប្រើជាមួយនឹងកាវដើម្បីធានាថាវាស្អិតមិនប្រេះថ្ងៃក្រោយមិនជ្រាបទឹកហើយសម្រាប់ប្រភេទក្តារជ័រ PVC ហ្នឹងបងប្អូនបាញ់វាឲ្យច្រើនតិចទៅបាទដាក់3ឬក៏4អញ្ចឹងទៅបើក្នុងចន្លោះ6ទឹកហ្នឹងហើយយើងអាចប្រើវា4ហ៊ុនក៏បាន5ហ៊ុនក៏បានដែរដើម្បីឲ្យជាប់ល្អបាទពីព្រោះសាច់ប្រភេទជ័រហ្នឹងគឺរៀងស្ពតទេអត់សូវជាប់ល្អទេហើយកន្លែងនេះគឺជាផ្នែកខាងក្រោយយើងវាស់ជាមួយនឹងទំហំកង្ហារខាងក្រោយដើម្បីកាត់ដើម្បីសោកកង្ហាររបស់យើងដែលជាកង្ហារជំរុញខ្យល់ខាងក្រោយហ្នឹងដាក់បញ្ចូលឲ្យហើយការធ្វើបែបនេះមិនមែនមានន័យថាសុទ្ធតែល្អទេបាទលុះត្រាតែបងប្អូនតនេនឹងមានឧបករណ៍គ្រប់គ្រាន់ដើម្បីធ្វើនោះទៅការងារនេះទៅរលូនបើបងប្អូនរវល់នឹងអត់មានឧបករណ៍គ្រប់គ្រាន់ទេយល់ល្អទិញស្រាប់តែម្ដងតែបាទកុំឲ្យឈឺក្បាលព្រោះធ្វើអញ្ចឹងយើងនៅបាញ់ថ្នាំនៅអីទៀតអញ្ចឹងគិតទៅគួរឲ្យខ្ជិលដែរហើយបន្ទាប់ពីកាត់ខាត់ស្អាតហើយគឺយើងដាក់បញ្ចូលកង្ហារយើងឲ្យហើយតែម្ដងទៅបាទហើយមកដល់កន្លែងនេះគឺខ្ញុំប្រើឆ្អឹងខាងក្នុងដែលជាជើងដង្ហើមរបស់យើងខ្ញុំប្រើជាមួយនឹងប្រភេទឈើខ្មែរយើងដែលវាធន់ជាមួយនឹងសំណើមធន់ជាមួយនឹងទឹកពីព្រោះខាងក្នុងហ្នឹងយើងប្រើជាមួយនឹងធុងទឹកកកផងវាអាចនឹងត្រូវទឹកខូចបើសិនជាយើងដាក់ដូចជាប្រភេទ MC ឬក៏ plywood បើយើងដាក់ដែកខ្លាចវាច្រេះអញ្ចឹងយើងអាចដាក់ជាឈើទៅក៏ល្អដែរបាទហើយសម្រាប់មុខដំណភ្ជាប់គ្នាកុំភ្លេចប្រើកាវផងបាទកាវនេះគឺយើងប្រើកាវ101ឬក៏កាវទឹកដោះគោធម្មតាហ្នឹងហើយសម្រាប់មេបឈរដែលជាជើងចាប់កង្ហាររបស់យើងបងប្អូនចែកវាឲ្យស្មើគ្នាទៅសងខាងហ្នឹងបាទហើយក៏កុំចោលជាមួយនឹងការវាស់ស្ទង់ម៉ែត្រទឹកដើម្បីឲ្យដឹងថាត្រង់ឬក៏មិនត្រង់ហើយបន្ទាប់មកគឺយើងចាប់វិសទាំងលើទាំងក្រោមមុខក្រោយនឹងឲ្យជាប់ដៃអស់មកបាទដើម្បីឲ្យជាប់មាំពីព្រោះតុកនេះដឹងតុកដឹងទូឯនេះយើងអាចដាក់កង់រុញបាទរុញរំកិលទៅមុខទៅក្រោយស្រួលចល័តទីបាទហើយបន្ទាប់មកក៏យើងសាកម៉ូទ័រកង្ហាររបស់យើងថាកម្លាំងខ្យល់ចូលហ្នឹងវាដើរល្អអត់បាទឥឡូវនេះគឺយើងប្រើមេខាងមួយខាងទៀតដាក់ភ្ជាប់ឲ្យហើយទៅបាញ់បញ្ចូលចាប់វិសចាប់អីហើយហ្មងទៅបាទកុំឲ្យយូរការបន្ទាប់ពីយើងបានចាប់វិសរួចរាល់មេខាងហើយលើកបញ្ឈរបវល់មើលដើម្បីចាប់មេពីមុខមួយទៀតបាទឥឡូវអ្នកអត្ថាធិប្បាយនេះដល់កហើយអត្ថាធិប្បាយអត់ចង់ចេញមកទេបងប្អូនអីបាទហើយដាក់មកបាញ់ពុំមកបាញ់វិសឈិចមកបាទឥឡូវនេះយើងបាញ់វិសក៏ហើយដែរហើយសម្រាប់ខាងបាតខាងលើគេនេះគឺយើងប្រើជាមួយនឹងរ៉ៃហូតចេញចូលបងប្អូនបាទពីព្រោះយើងអាចប្រើរ៉ៃដើម្បីហូតចេញឲ្យខ្យល់ចេញចូលបានគ្រប់គ្រាន់ពីព្រោះនៅពេលដែលកង្ហាររបស់យើងបើកទៅវាអត់មានខ្យល់ស្រូបចូលគ្រប់គ្រាន់វានឹងរៀងស្ទះខ្យល់ដល់ពេលអញ្ចឹងវាអត់មានខ្យល់ចេញមកមុខហើយសំឡេងកង្ហាររបស់យើងនឹងលឺរឹតតែខ្លាំងបាទហើយផ្នែកខាងក្រោយនេះគឺយើងត្រូវចោះប្រឡោះខ្យល់ដែរបាទ
ប៉ុន្តែយើងចោះកំធំពេកចោះដើម្បីឲ្យខ្យល់ឆ្លងកាត់ព្រោះខាងក្នុងហ្នឹងយើងប្រើកន្លែងដាក់ទឹកកកហើយយើងដាក់កង់ទៅបាទដើម្បីឲ្យងាយស្រួលក្នុងការរុញទៅវិញទៅមកដូរទីតាំងពីព្រោះវារៀងធំដែរអាចនឹងຕົកមកកន្លែងចៀតបាទអញ្ចឹងគឺយើងដាក់កង់ដើម្បីងាយស្រួលហើយឥឡូវនេះយើងសាកលកង្ហាលរបស់យើងថាត្រូវប្លង់ដែលត្រូវដាក់អត់បាទឥឡូវដាក់ត្រូវហើយបាតខាងលើនេះគឺយើងធ្វើរៃមិញហ្នឹងហើយផ្នែកខាងក្រោយនេះគឺយើងចោះរុនខ្យល់ហើយមិនចោះធំពេកទេបាទយើងចោះប្រហែលជារង្វង់មិនកូនដៃចោះហើយច្រើនតិចទៅដើម្បីឲ្យខ្យល់ឆ្លងកាត់នៅពេលដែលយើងអត់ចង់បើកដំបូលខាងលើបាទហើយកន្លែងដែលយើងចោះមិញហ្នឹងខាងមុខហ្នឹងមានយើងដាក់ធុងមួយដែលអាចទប់ទឹកបានណាបងប្អូនដើម្បីឲ្យមានចំហាយទឹកយើងអាចដាក់ទឹកកកឬក៏ដាក់អីចឹងទៅហើយអានេះខ្ញុំកាត់កណ្ដុងយើងហ្នឹង30លីត្រហ្នឹងយកទៅដាក់បញ្ចូលទៅក្នុងហ្នឹងដើម្បីដាក់ទឹកបានដាក់ទឹកកកឬក៏ដាក់ទឹកធម្មតាយើងអត់ត្រជាក់ហ្នឹងក៏បានដែរឲ្យមានចំហាយទឹកណាបាទបាទឥឡូវយើងលរួចរាល់ហើយយើងដកវាចេញមកវិញសិនបាទដើម្បីងាយស្រួលធ្វើការបន្តទៀតហើយដល់ដំណាក់កាលនេះគឺខ្ញុំយកកងតាក់យើងកងតាក់តូលរាយហ្នឹងយកមកចោះដាក់បាទហើយបើសិនជាបងប្អូនធ្វើមិនចាំបាច់យកកងតាក់ហ្នឹងក៏បានដែរទិញកងតាក់2ដែលប្រអប់យើងធម្មតាហ្នឹងងាយស្រួលជាងអញ្ចឹងនេះគឺខ្ញុំយកកងតាក់តូលនេះយកមកដាក់ប៉ុន្តែបើសិនជាបងប្អូនធ្វើដាក់កងតាក់ស្រាប់តែម្ដងទៅកុំឲ្យចំណាយពេលយូរបាទបាទឥឡូវយើងដល់វគ្គតកងតាក់យើងហើយបងប្អូនបាទតកងតាក់ចូលមកដើម្បីងាយស្រួលយើងតេស្តផងបាទហើយកង្ហាលនេះខ្ញុំដោះចេញពីកង្ហាលបាញ់ថ្នាំមុនទេបាទដូច្នេះវារៀងប្រឡាក់ខ្ញុំជូតសម្អាតឲ្យស្អាតបន្តិចសិនមកចាប់ចូលហើយយើងបៀកដូចបៀកឡាបអញ្ចឹងបងប្អូនលាយថ្នាំបៀកមកបៀកឲ្យស្អាតចិត្តល្អមកមុនយើងបាញ់ថ្នាំបាទឥឡូវនេះយើងធ្វើស្ទះមុខម្ដងដោយសារតែខ្ញុំអត់មានក្តារ18លីស្រាប់ឥឡូវខ្ញុំដាក់9លីទ្រាប់គ្នាឥឡូវនេះខ្ញុំដាក់កម្មភាពលឿនបាទឆាប់ដល់ទីបញ្ចប់បាទឥឡូវនេះយើងធ្វើការតេស្តជាមួយនឹង LED ហើយសម្រាប់អំពូលខ្សែ LED នេះបងប្អូនអាចដាក់បានគ្រប់ពណ៌
តាមពណ៌ដែលបងប្អូនស្រឡាញ់អញ្ចឹងណាបាទតែនេះខ្ញុំដាក់ពណ៌បៃតងទៅបាទហើយឥឡូវនេះយើងចាប់ផ្ដើមបាញ់ប្រទេសខាងមុខនេះបញ្ចូលទៅបាទដោយសារតារៀបចំរួចរាល់ហើយឈូសដាក់ភ្លើងដាក់អីហើយបាទតោះឥឡូវនេះយើងដាក់បញ្ចូលខ្សែអំពូល LED ឲ្យរួចរាល់មកខាត់តិចតួចហើយឥឡូវនេះយើងចាប់ដុំទប់ភ្លើងដុំទប់ខ្សែ LED ហ្នឹងដាក់តែ5 អំពែទៅបានហើយបាទដើម្បីទប់កុំឲ្យដាច់អំពូលឥឡូវយើងលជាមួយថ្ម12 V សិនមកខ្លាចលោអំពូលយើងដាច់កុំឲ្យពិបាកដោះដូរយើងចាប់បញ្ចូលមកហើយតេស្តជាមួយនឹងដុំសាកដុំទប់របស់យើងថាភ្លឺឬក៏អត់ឥឡូវនេះភ្លឺហើយខ្ញុំក៏យើងរៀបចំបៀកថ្នាំដើម្បីរៀបចំខាត់បាញ់សម្អាតឥឡូវនេះយើងវាស់ធ្វើប្រអប់បាទប្រអប់ការពារដុំទប់ភ្លើង LED និងប្រអប់កន្លែងកងតាក់បិទបើកដើម្បីការពារទឹកដែលវាអាចជាសំណើមសាចមកអាចឆេះដុំទប់របស់យើងណាបាទអញ្ចឹងអានេះគឺធ្វើប្រអប់អញ្ចឹងមកហើយបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមធ្វើទ្វារដែលចុចបិទបើកដើម្បីងាយស្រួលយើងបើកដាក់ធុងតកកឬក៏អីនៅខាងក្នុងហ្នឹងបាទហើយឥឡូវនេះយើងចាប់ទ្វាររបស់យើងចូលបន្ទាប់មកគឺធ្វើការខាត់ដើម្បីបាញ់ថ្នាំខាត់តាមកន្លែងដែលយើងបៀកថ្នាំហ្នឹងក៏ខ្ញុំបាញ់ថ្នាំតនួពណ៌ខ្មៅបន្ទាប់មកគឺបាញ់ថ្នាំសរួចរាល់ហើយបាទឥឡូវយកមកដាក់កង្ហាលបញ្ចូលបាទឥឡូវនេះគឺដល់ពេលដែលយើងត្រូវចាប់ស្លាបកង្ហាលបញ្ចូលហើយដើម្បីតេស្តសាកល្បងហើយសម្រាប់បងប្អូនដែលមានកង្ហាលប្រភេទល្អក៏អាចប្រើបានដែរដោយសារប្រើទៅគុណភាពល្អវាអត់ងាយខូចឥឡូវនេះយើងចាប់ដើមពវល់បែរមកចាប់កង្ហាលខាងក្រោយវិញបាញ់ពណ៌លយទៀតណាបាទនេះគឺជាការច្នៃប្រឌិតរបៀបលេងសើចទេបងប្អូនបាទប៉ុន្តែយើងអាចប្រើប្រាស់បានមែនតើណាបាទឥឡូវនេះគឺយើងចាប់បញ្ចូលហើយដាក់គម្របពីលើផ្លិតតែអត់ទាន់មានសំណាញ់ការពារកង្ហាលឥឡូវនេះយើងចាប់ដើមស្រាយខ្សែភ្លើងមកដោយនឹងសាកលបងមើលបាទថាអាចទៅរួចអត់បាទឥឡូវនេះយើងចាប់ទ្វាររបស់យើងបញ្ចូលវិញរួច1 2 3តោះដោតដូចមើលបាទអូឥឡូវចេញភ្លើងហើយបាទឥឡូវយើងបកស្គត់ដែលយើងបិទនៅពេលដែលយើងបាញ់ថ្នាំសិនបាទបកឲ្យស្អាតសិនមកតោះឥឡូវចុចប៉ប់អូវល់ហើយជោគជ័យហើយប៉ុណ្ណឹងជោគជ័យតែដូចអត់សូវលហើយមកទេនេះអើយសែតទៀតហើយឥឡូវនេះខ្ញុំបង្វិលឲ្យមើលខាងក្រោយនេះកង្ហារបស់ខាងក្រោយខ្យល់ខ្លាំងមែនតើបាទឥឡូវយើងត្រៀមបញ្ចូលធុងរបស់យើងដាក់ដើម្បីការពារទឹកកុំឲ្យវាហូរទៅក្រោមណាបាទឥឡូវនេះយើងនឹងតេស្តសាកមើលជាមួយនឹងដាក់តកកដាក់ Hello សួស្តីបងប្អូនបងប្អូនគ្នាឥឡូវនេះម៉ាស៊ីនត្រជាក់របស់យើងចិត្តរួចរាល់ 100% ហើយនៅ highlight ពណ៌តិចតួចទៀតឯងប៉ុន្តែយើងអាចសាកបានជាមួយតកករបស់យើងហើយកន្លែងនេះណាគឺយើងដាក់តកកបានច្រើនមែនតើបងប្អូនបាទហើយចាប់មើលយើងអាចដាក់ទឹកញ៉ាំនៅក្នុងហ្នឹងបានទៀតណាឥឡូវយើងទៅក្រោយបន្តិចចុះអូយជាឥឡូវ
អានេះគឺយើងប្រើជាមួយនឹងចុចណាអូខេចឹងខាងក្នុងនេះយើងអាចប្រើធុងបានបាទនេះយើងត្រៀមធុងនេះសម្រាប់ដាក់ទឹកកករបស់យើងបាទអត់ទាន់បានរៀបចំប្រព័ន្ធខ្សែស្រូបយល់ទេយើងទៅផ្សារបងអានេះយើងដាក់ទឹកកកក្នុងនេះបាទណាបាទអូខេយើងអាចប្រើទឹកកកនៅខាងក្រោយនេះមួយទៀតអូខេនេះទឹកកករបស់យើងតោះបងប្អូនឥឡូវមកមើលពីរបៀបប្រើទាំងអស់គ្នាដំបូងយើងដាក់ទឹកកករបស់យើងនៅក្នុងទូទឹកកកឲ្យកកតាមដែលយើងចង់ដាក់មកច្រើនឬក៏តិចតាមនឹងជាក់ស្ដែងទៅបាទហើយយកមកគឺយើងដាក់នៅក្លុបខាងក្រោយផ្នែកខាងលើនេះខ្លះមកហើយដើម្បីកុំឲ្យវាលាយលឿនពេកយើងដាក់កសែងអីគ្រាប់តិចមកដើម្បីកាត់បន្ថយកម្លាំងខ្យល់ឲ្យវាឆាប់លាយឥឡូវខាងក្រោមនេះយើងដាក់ជាមួយនឹងធុងទឹកកកបាទហើយកង្តាក់នេះយើងបើក LED នេះគឺជាកង្តាក់កង្ហាលក្រោយនិងខាងនេះគឺជាកង្តាក់កង្ហាលមុខតែបើសិនជាយើងអត់ចង់ប្រើកម្លាំងខ្យល់ខ្លាំងទេយើងប្រើតែកង្ហាលមុខមួយក៏បានតែនេះយើងដាក់កង្ហាលក្រោយបើកមកខ្យល់ខ្លាំងមែនទែនបងប្អូនមើលគ្រាន់តែកង្ហាលក្រោយវាជំរុញកង្ហាលមុខឲ្យវិលឥឡូវយើងចុចបើកខាងមុខបន្ថែមគឺវិលជក់អីបាទហើយកន្លែងនេះយើងអាចដូរលេខឬក៏បវលឆ្វេងស្ដាំបានទៀតវីដេអូពីការដំឡើងកង្ហារត្រជាក់របស់យើងត្រូវបានបញ្ចប់សូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាមកដល់ទីបញ្ចប់